សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់សិក្សា Tech Academy ហើយនេះជាវីដេអូបង្រៀនខ្លីមួយតាក់ទងជាមួយនឹង LDR sensor នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងអាចស្វែងយល់អំពីតើអ្វីទៅជា LDR sensor ដំណើរការវាយ៉ាងដូចម្តេចនិងជាចុងក្រោយយើងនឹងតេស្តផ្ទាល់ជាមួយនឹង LDR sensor តែម្ដង LDR sensor មកពីពាក្យពេញថា Light Dependent Resistance ដែលជាប្រភេទគ្រឿងអេឡិចត្រូនិកមួយដែលប្រើប្រាស់អាំងតង់ស៊ីតេនៃពន្លឺហើយវាជា special type នៃ resistance ដែលប្រែប្រួលទៅតាមពន្លឺហើយធ្វើឲ្យចំនួន resistance របស់វាប្រែប្រួលមានន័យថានៅពេលដែលមានពន្លឺប៉ះទៅលើផ្ទៃរបស់ LDR sensor នោះគឺចំនួន resistance របស់វានឹងមានការប្រែប្រួលហើយ LDR sensor គឺជា sensor មួយដែលផ្គុំឡើងពី3 layer មាន substrate active film ហើយនិង metal contact ដែលជាផ្ទៃខាងលើរបស់វាហើយវារុំព័ទ្ធទៅដោយ ceramic ហើយវាមានជើងចំនួន2ជើង signal ជើង output ឬក៏ជើង power ហ្នឹងហើយមួយទៀតគឺជាជើង ground ហើយដំណើរការរបស់វាគឺនៅពេលដែល LDR ហ្នឹងវាទទួលបានពន្លឺប៉ះផ្ទៃរបស់វានោះវានឹងផ្ដាច់អេឡិចត្រូនជាច្រើនធ្វើឲ្យតម្លៃ resistance របស់វាធ្លាក់ចុះទាបរហូតដល់500អូមហើយនៅពេលដែល LDR ស្ថិតនៅទីតាំងងងឹតវិញឬមិនទទួលបាននៅពន្លឺមានន័យថា light photon របស់វាហ្នឹងมันមានអវត្តមានទេដូច្នេះអេឡិចត្រូនមានចំនួនតិចតួចធ្វើឲ្យវាមិនអាចផ្ដាច់ខ្លួនចេញទេអញ្ចឹងមានន័យថាចំនួន resistance របស់វាមានទំហំធំរហូតទៅដល់1 mega ohm ហើយដំណើរការនៃការប្រែប្រួលនឹងដែរគឺយើងអាចយកតម្លៃនៃការប្រែប្រួលនឹងយកទៅបញ្ជា on off នៃភ្លើងរបស់យើងបានឧទាហរណ៍ដូចជាភ្លើងនៅតាមដងផ្លូវរបស់យើងអញ្ចឹងហើយដើម្បីឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់គឺយើងនឹងចូលទៅដល់ការពិសោធន៍ឬការតេស្តជាក់ស្ដែងជាមួយនឹង LDR sensor ដោយប្រើប្រាស់ LDR sensor LED resistance ហើយនឹងខួរក្បាលរបស់វាជា microbit ដើម្បីធ្វើបញ្ជាបិទបើកភ្លើងដោយស្វ័យប្រវត្តិនៅពេលដែលមានពន្លឺហើយនឹងអត់ពន្លឺហើយនេះជា table connection គឺអ្នកទាំងអស់គ្នាអាច connect ជើងពី LDR sensor ទៅ microbit ហើយនឹងជើងពី LED ទៅ microbit ដែលប្រើប្រាស់ connection ហ្នឹងអញ្ចឹងជំហានបន្ទាប់ទៀតគឺយើងនឹងចូលទៅកាន់ការត circuit យើងប្រើប្រាស់កម្មវិធី simulation ឈ្មោះថា Tinkercad អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបើក Tinkercad នៅក្នុង browser របស់អ្នកទាំងអស់គ្នាហើយយើងបង្កើត new project មកដាក់ឈ្មោះដែលអ្នកទាំងអស់គ្នាចង់បានបន្ទាប់មកយើងនឹងចាប់ផ្ដើម search ស្វែងរក component ដែលយើងត្រូវការមានដូចជា microbit ហើយមាន LED មាន LDR sensor ហើយមានដូចជា resistance ដូចដែលបានដាក់នៅក្នុង table ដែលយើងបានឃើញហ្នឹងបន្ទាប់មកគឺយើងចាប់ផ្ដើមតខ្សែ LED តខ្សែ resistance ហើយនឹងតខ្សែ LDR sensor របស់យើងចូលទៅកាន់ជើងនៃ microbit របស់យើងតតែម្ដងយើងគ្រាន់តែភ្ជាប់ជើងរបស់ resistance របស់យើងទៅកាន់ជើង LED រួចហើយទាញជើងរបស់វាចូល pin របស់ microbit ហើយជើងរបស់ LED ម្ខាងទៀតយើងនឹងទាញចូលទៅកាន់ ground ហើយចំពោះ resistance មួយទៀតគឺយើងដាក់ជាមួយនឹងជើង LDR sensor ហើយជើងមួយទៀតនឹងទាញចូលជើងនៃ microbit P0 ឬក៏ជើងទី0នៃ microbit ហ្នឹងហើយជើងម្ខាងទៀតនៃ LDR គឺយើងនឹងទាញវាចូលទៅក្នុង ground ហេតុអីបានយើងត្រូវមាន resistance មួយនៅជើង LDR sensor ហ្នឹងគឺ resistance ដែលនៅត្រង់ជើងរបស់ LDR sensor ហ្នឹងគឺជា resistance fix មួយដែលយើងដាក់វាដើម្បី compare logic នៃ LDR sensor ហ្នឹងមានន័យថាម៉េចគឺនៅពេលដែល LDR sensor ទទួលបាននៅពន្លឺអញ្ចឹងមានន័យថា resistance របស់ LDR sensor ហ្នឹងគឺមានទំហំតូចខ្លាំងអញ្ចឹងកាលណាទំហំ resistance ហ្នឹងតូចជាងទំហំ resistance របស់resistance fix ដែលនៅជើងវាហ្នឹងគឺមានន័យថាmicrobit របស់យើងនឹង read signal low ធ្វើឲ្យអំពូលអត់ភ្លឺទេតែនៅពេលដែលវាមិនទទួលបានពន្លឺអញ្ចឹង resistance របស់ LDR ហ្នឹងគឺធំខ្លាំងធំជាង resistance fix អញ្ចឹងមានន័យថា microbit របស់យើងនឹង read signal high ដែលធ្វើឲ្យ LED របស់យើងហ្នឹងមានពន្លឺភ្លឺដូចដែលយើងឃើញនៅក្នុង simulation ហ្នឹងអញ្ចឹងគឺដំណើរការរបស់វាគឺនៅពេលដែលវាមានពន្លឺស្ថិតនៅក្នុង LDR sensor ហ្នឹងគឺ LED ហ្នឹងអត់ភ្លឺទេតែនៅពេលដែលវាស្ថិតនៅទីតាំងងងឹតអត់មានពន្លឺគឺ LED ហ្នឹងភ្លឺអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ចប់អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណ